ហេតុអ្វីបានជាមនុស្សខ្លះអាចផ្លាស់ប្ដូរជីវិតគេជាវិជ្ជមានបានហើយហេតុអ្វីបានជាអ្នកខ្លះទៀតបានត្រឹមតែត្អូញត្អែអស់រយៈពេល10ឆ្នាំ20ឆ្នាំហើយជីវិតនៅតែដដែលការត្អូញត្អែមិនអាចផ្លាស់ប្ដូរអ្វីបានឡើយបើអ្នកស្ដាប់ជុំវិញខ្លួនអ្នកនឹងឮពាក្យនេះជាញឹកញាប់ណាស់សង្គមយើងមិនល្អប្រទេសយើងក្រពិបាករកស៊ីគ្មានឱកាសគេមានខ្សែគេកូនអ្នកមានខ្ញុំគ្មានលុយខ្ញុំឈឺច្រើនខ្ញុំគ្មានបាក់គ្មានពួកការត្អូញត្អែខ្លាចជាទម្លាប់ជាប្រចាំយើងត្អូញត្អែនៅហាងកាហ្វេយើងត្អូញត្អែនៅលើបណ្ដាញសង្គមត្អូញត្អែជាមួយមិត្តភ័ក្តិប៉ុន្តែសំណួរមួយសាមញ្ញគឺតើការត្អូញត្អែទាំងនោះបានផ្លាស់ប្ដូរអ្វីខ្លះការពិតមួយដែលយើងត្រូវទទួលស្គាល់គឺការត្អូញត្អែមិនបានបង្កើតឱកាសថ្មីទេការត្អូញត្អែមិនបានបង្កើតអាជីវកម្មថ្មីទេការត្អូញត្អែមិនដែលធ្វើឲ្យជីវិតយើងប្រសើរឡើងទេវាគ្រាន់តែយើងមានអារម្មណ៍ល្អបន្តិចពេលបន្ទោសអ្នកដទៃឬបន្ទោសកត្តាក្រៅខ្លួនតែជីវិតយើងនៅតែមិនផ្លាស់ប្ដូរដដែលក្នុងពិភពលោកនេះមានមនុស្សពីរប្រភេទទី1គឺជាអ្នកត្អូញត្អែរអ៊ូរទាំពួកគេត្រូវបានឃើញនៅគ្រប់ទីកន្លែងពួកគេនិយាយថាវាមិនអាចធ្វើបានទេប្រទេសយើងវាមិនដូចប្រទេសផ្សេងពួកយើងគ្មានឱកាសល្អចំណែកឯប្រភេទទី2គឺជាអ្នកធ្វើគឺជាអ្នកកសាងពួកគេមិនចំណាយពេលក្នុងការត្អូញត្អែរអ៊ូរទាំឬដ្រាម៉ាឡើយគឺពួកគេកំពុងតែសំងំធ្វើអ្វីមួយដោយយកចិត្តទុកដាក់បំផុតដូចជារៀនជំនាញថ្មីស្អាតល្បងគំនិតថ្មីខិតខំធ្វើកិច្ចការជារៀងរាល់ថ្ងៃឬក៏បង្កើតអាជីវកម្មតូចមួយជាដើមសូមអ្នកសាកល្បងគិតលើមើលរវាងមនុស្សទាំងពីរប្រភេទនេះថាប្រភេទទី1ចំណាយពេលរាល់ថ្ងៃរអ៊ូរទាំត្អូញត្អែអំពីសង្គមឬក៏កត្តាផ្សេងឯប្រភេទទី2គឺចំណាយពេលរាល់ថ្ងៃរៀនជំនាញថ្មីបន្ទាប់ពីរយៈពេល1ឆ្នាំកន្លងផុតទៅ5ឆ្នាំកន្លងផុតទៅតើមនុស្សទី1មានការផ្លាស់ប្ដូរទេប្រកបណាស់នៅតែមានបញ្ហាដដែលតែចំណែកមនុស្សប្រភេទទី2វិញពួកគេអាចនឹងមានជំនាញថ្មីអាចនឹងមានអាជីវកម្មថ្មីឬក៏អាចមានឱកាសថ្មីជាវិជ្ជមានផ្លាស់ប្ដូរជីវិតរបស់ពួកគេភាពខុសគ្នាមិនមែនសំណាងទេភាពខុសគ្នាគឺមកពីសកម្មភាពមនុស្សខ្មែរយើងឥឡូវនេះពិតជាមានឱកាសមានសំណាងខ្លាំងណាស់យើងមានអ៊ីនធឺណិតប្រើក្នុងតម្លៃថោកសមរម្យដែលអាចឲ្យយើងរៀនអ្វីក៏បានយើងអាចចាប់ផ្ដើមអ្វីក៏បានខុសប្លែកពីសម័យមុនឆ្ងាយណាស់កាលណាយើងរស់នៅឆ្ងាយអំពីប្រភពចំណេះដឹងយើងគ្មានឱកាសទេក៏ប៉ុន្តែទោះបីជាមានសំណាងមានឱកាសច្រើនយ៉ាងណាក៏ដោយបើយើងមិនចំណាយពេលធ្វើការផ្លាស់ប្ដូរធ្វើការចាប់ផ្ដើមហើយគិតតែត្អូញត្អែរអ៊ូរទាំនោះជីវិតយើងមិនអាចប្រសើរជាងមុនបានទេសូមកុំរងចាំអ្នកណាមួយមកជួយយើងបើអ្នកចង់ឲ្យជីវិតខ្លួនអ្នកប្រសើរឡើងសូមចាប់ផ្ដើមធ្វើវាដោយខ្លួនឯងចាប់ផ្ដើមឥឡូវនេះថ្ងៃនេះពេលនេះអ្នកមានជម្រើសមួយតើអ្នកអាចបន្តត្អូញត្អែរអ៊ូរទាំឬក៏ដ្រាម៉ាអំពីបញ្ហាទាំងឡាយឬអ្នកចាប់ផ្ដើមធ្វើចាប់ផ្ដើមអភិវឌ្ឍចាប់ផ្ដើមកសាងរកដំណោះស្រាយជីវិតរបស់អ្នកចាប់ផ្ដើមពី
រឿងតូចៗឬក៏ចំណុចតូចៗសិនក៏បានដូចជារៀនអ្វីថ្មីបង្កើតអ្វីថ្មីធ្វើអ្វីដែលមានប្រយោជន៍សូមចាំនៅគំនិតមួយនេះថាការត្អូញត្អែមិនអាចធ្វើការផ្លាស់ប្ដូរអនាគតអ្នកឲ្យប្រសើរបានទេអនាគតត្រូវបានកសាងឡើងដោយអ្នកដែលចាប់ផ្ដើមធ្វើការកសាង